ប្រធានប្រសិទ្ធិលោកហ៊ុនសែនបានបង្ហាញពីជំនួបឯកជនជាលើកទី2ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ជាមួយអតីតមេដឹកនាំគណៈបកប្រឆាំងលោកកឹមសុខាដោយលើកនេះភាគីទាំងពីរបានជជែកគ្នារយៈពេល3ម៉ោងខណៈលោកហ៊ុនសែនបានសរសើរកូនស្រីរបស់លោកកឹមសុខាគឺអ្នកស្រីកឹមមនោវិជ្ជាថាជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិការបង្ហាញពីជំនួបនៅថ្ងៃអាទិត្យទី16សីហានេះកើតឡើងនៅពេលដែលទំនាក់ទំនងរវាងលោកហ៊ុនសែននិងលោកកឹមសុខាដែលធ្លាប់ជាគូប្រជែងនយោបាយដ៏សំខាន់កំពុងបង្ហាញសញ្ញានៃការប្រស្រ័យទាក់ទងគ្នាកាន់តែច្រើនបន្ទាប់ពីលោកកឹមសុខាទទួលបានការលើកលែងទោសនិងបានចាប់ផ្ដើមបង្ហាញវត្តមានជាសាធារណៈឡើងវិញលោកហ៊ុនសែនបានបង្ហោះនៅលើបណ្ដាញសង្គមថាប៉ុន្មានសប្ដាហ៍មុនលោកកឹមសុខាបានទៅជួបលោកនៅគេហដ្ឋានរបស់លោកមុនពេលអតីតមេដឹកនាំបកប្រឆាំងរូបនេះធ្វើដំណើរទៅសួរសុខទុក្ខកងទ័ពនិងប្រជាពលរដ្ឋភាគសឹកដោយសារចំនួនព្រំដែនកម្ពុជានិងថៃលោកបានបញ្ជាក់ថានៅថ្ងៃអាទិត្យនេះលោកកឹមសុខាបានមកជួបលោកសាជាថ្មីដោយមានភរិយានិងកូនស្រីរបស់លោកចូលរួមផងដែរលោកហ៊ុនសែនបានសរសេរថាថ្ងៃនេះរួមជាមួយលោកជំទាវនិងកូនស្រីឯកឧត្តមកឹមសុខាមកសួរសុខទុក្ខខ្ញុំម្ដងទៀតដែលយើងជួបនិយាយគ្នារហូត3ម៉ោងទោះជាយ៉ាងណាលោកមិនបានបង្ហាញថាការពិភាក្សារយៈពេល3ម៉ោងនោះផ្ដោតទៅលើបញ្ហាអ្វីខ្លះឬថាតើមានការពិភាក្សាអំពីបញ្ហានយោបាយនោះទេអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងសាររបស់លោកហ៊ុនសែនគឺការលើកឡើងដោយផ្ទាល់អំពីអ្នកស្រីកឹមមនោវិជ្ជាដោយលោកបញ្ជាក់ថាក្នុងជំនួបនោះលោកបានជជែកច្រើនជាមួយនឹងកូនស្រីរបស់លោកកឹមសុខាលោកបានថ្លែងថាដោយនិយាយច្រើនជាមួយក្មួយស្រីកឹមមនោវិជ្ជាដែលក្មួយស្រីពិតជាធនធានមនុស្សដ៏ល្អសម្រាប់ជាតិការសរសើរនេះមានការចាប់អារម្មណ៍ជាពិសេសដោយសារអ្នកស្រីកឹមមនោវិជ្ជាធ្លាប់មានតួនាទីនិងសកម្មភាពពាក់ព័ន្ធនឹងអតីតគណៈបកសង្គ្រោះជាតិដែលមានលោកកឹមសុខាជាអតីតប្រធានមុនពេលដែលគណៈបកនេះត្រូវបានតុលាការកំពូលរំលាយនៅឆ្នាំ2017ជំនួបចុងក្រោយនេះក៏កើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមានការផ្សព្វផ្សាយថាអ្នកស្រីកឹមមនោវិជ្ជាបានជួបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដើម្បីពិភាក្សាអំពីកិច្ចសហការដើម្បីផលប្រយោជន៍ជាតិដែលធ្វើឲ្យការប្រស្រ័យទាក់ទងរវាងគ្រួសារលោកកឹមសុខានិងថ្នាក់ដឹកនាំកម្ពុជាកាន់តែទទួលបានការចាប់អារម្មណ៍លោកកឹមសុខាដែលជាសហស្ថាបនិកអតីតគណៈបកសង្គ្រោះជាតិត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ27ឆ្នាំក្នុងឆ្នាំ2023ពីបទសន្តិទ្ធិភាពជាមួយបរទេសដែលនាំឲ្យលោកស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះនិងការរដ្ឋបិទជាច្រើននៅថ្ងៃទី30ខែមេសាឆ្នាំ2026សាលាឧទ្ធរភ្នំពេញបានតម្កល់ការផ្ដន្ទាទោសនេះនិងបន្ថែមការហាមឃាត់មិនឲ្យលោកធ្វើដំណើរទៅក្រៅប្រទេសរយៈពេល5ឆ្នាំប៉ុន្តែនៅថ្ងៃទី25ខែឧសភាលោកកឹមសុខាទទួលបានការលើកលែងទោសពីទោសជាប់ពន្ធនាគារ27ឆ្នាំដែលបានបញ្ចប់ការឃុំខ្លួនក្នុងផ្ទះរបស់លោកទោះជាយ៉ាងណាការរដ្ឋបិទមួយចំនួនរួមទាំងការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយនៅតែមានសុពលភាពបន្ទាប់មកនៅថ្ងៃទី24ខែកក្កដាព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីបានចេញព្រះរាជក្រឹត្យលុបចោលការហាមឃាត់រយៈពេល5ឆ្នាំមិនឲ្យលោកកឹមសុខាធ្វើដំណើរទៅក្រៅប្រទេសខណៈការហាមឃាត់សកម្មភាពនយោបាយនៅតែបន្តមានប្រសិទ្ធភាពប៉ុន្មានថ្ងៃក្រោយមកនៅថ្ងៃទី28ខែកក្កដាលោកកឹមសុខាបានបង្ហាញវត្តមានសាធារណៈដ៏គួរឲ្យកត់សម្គាល់មួយដោយចូលទៅជួបប្រជាពលរដ្ឋភាគសឹកនៅភូមិរងចាំស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជានិងថៃក្នុងដំណើរនោះលោកបានលើកឡើងពីស្ថានភាពរបស់ប្រជាពលរដ្ឋភាគសឹកនិងថ្លែងថាលោកបានជម្រាបសហគមន៍អន្តរជាតិអំពីទុក្ខលំបាករបស់ពួកគេការបង្ហាញរបស់លោកហ៊ុនសែនថាលោកកឹមសុខាបានជួបលោកមុនដំណើរទៅតំបន់ព្រំដែនបានបង្ហាញថាការតាក់ទងដៃផ្ទាល់រវាងអតីតគូប្រជែងនយោបាយទាំងពីរបានកើតឡើងមុនពេលសាធារណជនបានដឹងលោកហ៊ុនសែននិងលោកកឹមសុខាធ្លាប់ឈរនៅម្ខាងម្នាក់ក្នុងការប្រកួតជជែកនយោបាយដ៏ខ្លាំងក្លាជាពិសេសក្នុងអំឡុងពេលដែលអតីតគណៈបកសង្គ្រោះជាតិជាគណៈបកប្រឆាំងធំបំផុតប្រជែងជាមួយគណៈបកប្រជាជនកម្ពុជាដូច្នេះការជួបគ្នាជាបន្តបន្ទាប់ក្នុងរយៈពេលខ្លីការវិលត្រឡប់របស់លោកកឹមសុខាទៅកាន់សកម្មភាពសាធារណៈមួយចំនួននិងការសរសើរដោយផ្ទាល់របស់លោកហ៊ុនសែនចំពោះអ្នកស្រីកឹមមនោវិជ្ជាបានបង្កើនការចាប់អារម្មណ៍ទៅលើទំនាក់ទំនងថ្មីរវាងភាគីទាំងពីរទោះជាយ៉ាងណារហូតមកដល់ពេលនេះមិនទាន់មានការប្រកាសណាមួយពីភាគីទាំងពីរដែលបញ្ជាក់ថាជំនួបទាំងនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងនយោបាយឬការរៀបចំផ្លូវនយោបាយថ្មីសម្រាប់លោកកឹមសុខាឬអ្នកស្រីកឹមមនោវិជ្ជានោះទេសាររបស់លោកហ៊ុនសែននៅថ្ងៃអាទិត្យក៏បានបញ្ជាក់ពីខ្លឹមសារនៃការពិភាក្សារយៈពេល3ម៉ោងដែរដោយលោកគ្រាន់តែបង្ហាញពីបរិយាកាសនៃការសន្ទនានិងការវិយតម្លៃវិជ្ជមានរបស់លោកចំពោះអ្នកស្រីកឹមមនោវិជ្ជាប៉ុណ្ណោះ